ការតវ៉ានិងបណ្ដឹងផ្លូវច្បាប់អាចឈានទៅបិទបញ្ចប់អំណាចត្រកូលស៊ីនវ៉ាតនៅពេលនេះនាយករដ្ឋមន្ត្រីថៃលោកស្រីភះថងឋានស៊ីនវ៉ាតកំពុងតែរងបណ្ដឹងរុំខ្លួនក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចនាយកហ៊ុនសែនប្រធានរដ្ឋសភាកម្ពុជានិងបានរិះគន់មេបញ្ជាការយោធាថៃក្នុងកិច្ចសន្ទនាអំពីចំនួនព្រំដែនជាមួយគ្នាវាក៏បានជំរុញឲ្យមានការតវ៉ាទ្រង់ទ្រាយធំកើនឡើងដែលកាន់តែគំរាមកំហែងខ្លាំងឡើងចំពោះការកាន់អំណាចរបស់លោកស្រីនេះបើតាមអត្ថបទវិភាគរបស់សារព័ត៌មានថៃ PBS ចេញផ្សាយនៅថ្ងៃទី30ខែមិថុនាឆ្នាំ2025បណ្ដឹងពីក្រុមផ្សេងរួមទាំងសមាជិកសភាបានចាត់ប្រកាន់លោកស្រីភះថងឋានពីបទប្រព្រឹត្តកំហុសឆ្គងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនិងរំលោភលើបទដ្ឋានសីលធម៌សម្រាប់មន្ត្រីប្រសិនបើរកឃើញថាមានទោសលោកស្រីភះថងឋានអាចប្រឈមនឹងការបណ្តេញចេញពីតំណែងពីបទបំពានរដ្ឋធម្មនុញ្ញចំណែកបទល្មើសពាក់ព័ន្ធនឹងសន្តិសុខជាតិអាចនឹងត្រូវផ្តន្ទាទោសដល់ពន្ធនាគារថែមទៀតផងក្រុមអ្នករិះគន់បានចោទប្រកាន់នាយករដ្ឋមន្ត្រីថៃដែលជាមេដឹកនាំគណបកភឿថៃកំពុងកាន់អំណាចថាបានបំផ្លាញផលប្រយោជន៍ជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការស្វែងរកសំណើសុំជំនួយពីសម្ដេចនាយកហ៊ុនសែនគណៈគ្រួសារមេដឹកនាំទាំងពីរបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាអស់រយៈពេលជាង30ឆ្នាំមកហើយក្រុមសមាជិកសភាដែលមានចំនួន36រូបបានដាក់ញត្តិទៅតុលាការធម្មនុញ្ញឲ្យដកនាយករដ្ឋមន្ត្រីចេញពីតំណែងដោយចាត់ប្រកាន់ថាបានបំពានលើគោលការណ៍សុចរិតភាពនិងក្រមសីលធម៌នៅក្នុងតំណែងក្រុមសមាជិកប្រសិទ្ធភាពដដែលក៏បានដាក់ពាក្យបណ្ដឹងដាច់ដライមួយទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដោយអះអាងថាការហៅទូរស័ព្ទរបស់លោកស្រីជាកំហុសធ្ងន់ធ្ងរនិងឬការរំលោភបំពានអំណាចរំលោភរដ្ឋធម្មនុញ្ញឬច្បាប់ផ្សេងៗទៀតតុលាការធម្មនុញ្ញគ្រងនឹងសម្រេចនៅថ្ងៃទី1ខែកក្កដាថាតើត្រូវបើកសវនកម្មលើករណីនេះដែរឬយ៉ាងណាអតីតចៅក្រមតុលាការធម្មនុញ្ញលោកចារ៉ាន់ប៉ាក់ឌីឋានគុលស្ថិតក្នុងចំណោមអ្នកជំនាញជាច្រើនដែលបានព្យាករណ៍ថានាយករដ្ឋមន្ត្រីថៃនឹងត្រូវព្យួរការងារប្រសិនបើច្បាប់ត្រូវបានទទួលយកហើយវានឹងក្លាយជាដំណើរការផ្លូវច្បាប់និងអូសបន្លាយរយៈពេលជាច្រើនខែលោកចារ៉ាន់ថាការតស៊ូផ្លូវច្បាប់អាចបង្កឲ្យមានភាពចម្រូងចម្រាសប៉ុន្តែវាក៏នៅតែល្អជាងរដ្ឋប្រហារឬការប៉ះទង្គិចគ្នាតាមដងផ្លូវរបស់ក្រុមបាតកោពាក្យបណ្ដឹងដាច់ដោយឡែកមួយដែលបានដាក់ទៅការិយាល័យស៊ើបអង្កេតកណ្ដាលបានចោទប្រកាន់នាយករដ្ឋមន្ត្រីថៃពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិអតីតសមាជិកសភាលោកសំឆៃសាវ៉ាន់កាន់សាស្ត្រាចារ្យផ្នែកច្បាប់និងជាមេធាវីបានអះអាងថានាយករដ្ឋមន្ត្រីបានរំលោភលើមាត្រា119នៃក្រមព្រហ្មទណ្ឌដែលចែងថាជនណាប្រព្រឹត្តអំពើណាមួយដើម្បីនាំនគរឬផ្នែកណាមួយនៃព្រះរាជាណាចក្រឲ្យស្ថិតក្រោមអធិបតេយ្យភាពរបស់រដ្ឋបរទេសឬធ្វើឲ្យខូចឯករាជ្យភាពរបស់ប្រទេសថៃត្រូវទទួលទោសប្រហារជីវិតឬដាក់ពន្ធនាគារអស់មួយជីវិតជាមួយគ្នានេះដែរអ្នកដាក់ញត្តិម្នាក់គឺលោករួងក្រៃបានស្នើឲ្យគណៈកម្មការរៀបចំការបោះឆ្នោតសម្រេចថាតើនាយករដ្ឋមន្ត្រីបានបំពានលក្ខខណ្ឌរដ្ឋធម្មនុញ្ញសម្រាប់សុចរិតភាពជាក់ស្ដែងនៅក្នុងតំណែងរបស់ខ្លួនដែរឬទេប្រសិនបើរកឃើញភស្តុតាងដើម្បីគ្រប់គ្រងការចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោតអាចបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញដែលមានអំណាចដកលោកស្រីភះថងឋានចេញពីតំណែងគួរឲ្យដឹងថាបើយោងតាមការស្ទង់មតិប្រជាប្រិយភាពនយោបាយប្រចាំត្រីមាសទី2នៃឆ្នាំ2025ដែលធ្វើឡើងដោយការស្ទង់មតិនីដាក្រៅវិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍហៅកាត់នីដាសម្លេងគាំទ្រសម្រាប់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នបានធ្លាក់ចុះយ៉ាងខ្លាំងការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី19ដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2025បានប្រមូលការឆ្លើយតបពីមនុស្សចំនួន2500នាក់ដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅមកពីគ្រប់តំបន់និងចម្រុះកម្រិតការស្ទង់មតិនោះបានបង្ហាញថាការគាំទ្រដល់លោកឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាដែលជាអតីតនាយករដ្ឋមន្ត្រីមាន 12.72% ដែលច្រើនជាងលោកស្រីភះថងឋាននាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលមានត្រឹមតែ 9.20% ប៉ុណ្ណោះ